ចង់ឃើញប្រជាពលរដ្ឋទទួលបានប្រជាធិបតេយ្យពិតប្រាកដចង់ឃើញប្រជាពលរដ្ឋទទួលបានសេរីភាពពិតប្រាកដសេរីភាពស្មើទៅនឹងអុកស៊ីសែនបងប្អូនបើយើងរស់នៅក្នុងសង្គមមួយគ្មានសេរីភាពស្មើនឹងយើងបាត់បង់អុកស៊ីសែនមិនដឹងថាដកដង្ហើមតាមណាទេអានេះជាបំណងប្រាថ្នារបស់ខ្ញុំអញ្ចឹងហើយបានជាខ្ញុំទោះបីខ្លួនឯងអនាគតមិនបានឈរក៏ខ្ញុំនៅតែចូលរួមជួយគណៈបកកម្លាំងជាតិបាទអញ្ចឹងយើងយល់អំពីបំណងរបស់ខ្ញុំដូច្នេះរឿងផលប្រយោជន៍ជារបស់នៅក្រៅខ្លួនទេហើយបើបងប្អូនមានសេចក្តីសុខមានជីវភាពរុងរឿងខ្ញុំជិះតាមហ្នឹងហើយជាបងប្អូនឃើញលោកគ្រូរងឈុនមកហុកផ្ទះខ្ញុំប៉ុណ្ណឹងខ្ញុំអរគុណឲ្យបងប្អូនមិនចឹងហ៎មិនចាំបាច់យកឡានទំនើបនារការាប់សិបលានដុល្លារអាហ្នឹងมันជាបំណងប្រាថ្នារបស់ខ្ញុំឯងបំណងប្រាថ្នាគឺចង់ឃើញកូនខ្មែរទទួលបានការអប់រំល្អបន្ទាប់ពីបញ្ចប់ការអប់រំ15ឆ្នាំបញ្ចប់ពីមហាវិទ្យាល័យបានការងារធ្វើប្រាក់ឈ្នួលប្រាក់ខែសមរម្យអ្នកខ្លះចប់ពីមហាវិទ្យាល័យទៅធ្វើការងារចាប់ផ្ដើមបាន$150ហ្នឹងក្នុងស្ថានភាពទីផ្សារសប្តាហ៍ថ្ងៃនេះសួរថាគាត់រស់បានទេពេលហ្នឹងរស់អត់បានទេរឿងកំណែតម្រង់ប្រព័ន្ធអប់រំខ្ញុំឃើញក្រសួងអប់រំកែចុះកែឡើងទៅមុខថយក្រោយទៅមុខថយក្រោយបាទអានឹងវាតាក់ទងទៅនឹងកត្តាសង្គមផងដែរការកំណែតម្រង់អប់រំបើគ្រាន់តែយើងនិយាយអំពីការកំណែតម្រង់អប់រំតែយើងមិនដោះស្រាយបញ្ហាអ្នកទទួលបានការអប់រំបញ្ចប់ការអប់រំហើយយើងមិនបានដោះស្រាយពេលហ្នឹងកូនចៅប្រជាពលរដ្ឋឪពុកម្ដាយអាណាព្យាបាលហ្នឹងក៏គាត់មិនសូវចូលរួមជំរុញហើយសិស្សានុសិស្សហ្នឹងក៏គាត់មិនសូវខំប្រឹងបើប្រឹងធ្វើអីបើរៀនចប់មហាវិទ្យាល័យប្រាក់ខែចាយមិនគ្រាន់រស់មិនបានប៉ុណ្ណឹងចាហ្នឹងជាកត្តាមួយជំរុញឲ្យការអប់រំល្អប្រសើរលុះត្រាតែរៀនចប់មហាវិទ្យាល័យមានការងារធ្វើមានប្រាក់ខែសមរម្យពេលហ្នឹងការអប់រំគឺទៅអូតូម៉ាទិកហើយបងប្អូនណា